ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តនិងសួស្តីបងប្អូនសិស្សប្រិយទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទវិជ្ជាខកសុនមានចំណងសុភាមួយទៀតដើម្បីចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តនិងបងប្អូនសិស្សប្រិយទាំងអស់គ្នាបាទអញ្ចឹងចំណេះដឹងសុខភាពក្នុងថ្ងៃនេះយើងលើកឡើងអំពីបញ្ហាកោពូបាទអញ្ចឹងតកតងបញ្ហាកោពូដែរបាទថ្ងៃនេះយើងមានប្រធានបទថ្មីមួយទៀតដើម្បីចែកម្លែកគឺយើងនិយាយអំពីវិធីបំបត្តិកោពូដែលភាសាអង់គ្លេសយើងហៅថា how to manage បរិចមីបាទយើងឃើញនៅពេលបច្ចុប្បន្នហ្នឹងគឺបញ្ហាជំងឺតទៅនឹងបញ្ហាកូពស់ហ្នឹងគឺជាបញ្ហាមួយដែលយើងឃើញញឹកញាប់ផងដែរបាទវាអាចកើតលើមនុស្សគ្រប់វ័យបាទយើងចង់ដឹងថាតើវិធីបំបត្តិកូពស់ហ្នឹងយើងត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតើនេះសូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទជាបន្តបន្ទាប់ដូចតទៅបាទអញ្ចឹងមាតិកាក្នុងថ្ងៃនេះយើងឃើញមាន3ចំណុចសំខាន់ទី1គឺសេចក្តីផ្ដើមទី2មូលហេតុដែលបណ្ដាលឲ្យកូពស់និងទី3គឺវិធីបំបត្តិការកូពស់បាទយើងចង់ដឹងថាតើកូពស់នឹងបណ្ដាលមកពីមូលហេតុអ្វីខ្លះនិងវិធីបំបត្តិកូពស់យើងត្រូវធ្វើយ៉ាងណាខ្លះដែរបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលសេចក្តីផ្ដើមការកូពស់ដែលភាសាអង់គ្លេសហៅបរិមីគឺជាសម្លេងដែលកើតឡើងដោយសារចលនានៃសារធាតុរាវនិងខ្យល់នៅក្នុងកាពះពោះវៀនប៉ះទង្គិចគ្នាអញ្ចឹងមិនថាកិច្ចក្រោយអាហ្នឹងគឺខ្យល់ហើយនឹងពោះវៀនប៉ះទង្គិចគ្នាគឺឮសំឡេងហ្នឹងកើតឡើងបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើមូលហេតុដែលបណ្ដាលឲ្យកោពស់តើមូលហេតុដែលបណ្ដាលកោពស់ហ្នឹងមានមូលហេតុអ្វីខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលមូលហេតុដែលបណ្ដាលឲ្យកោពស់ទី1គឺបណ្ដាលមកពីខ្យល់នៅក្នុងកាពះពោះវៀនច្រើនអញ្ចឹងនៅពេលដែលខ្យល់វាមាននៅក្នុងកាពះពោះវៀនច្រើនវាមានការប៉ះទង្គិចជាមួយទឹកនៅក្នុងកាពះពោះវៀនរបស់យើងហ្នឹងគឺវាធ្វើឲ្យសំឡេងកោពស់កើតមានឡើងបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងមូលហេតុដែលបណ្ដាលឲ្យកោពស់ទី2គឺបញ្ហារាគរូសបាទអញ្ចឹងបញ្ហារាគរូសនោះគឺវាអាចធ្វើឲ្យចលនាអាហារនៅក្នុងពោះវៀនយើងលឿនខុសធម្មតាអញ្ចឹងវាអាចឲ្យឮសំឡេងកោពស់កើតមានឡើងផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងមូលហេតុដែលបណ្ដាលឲ្យកោពស់ទី3គឺតកតងនឹងអតុល្យភាពនឹងអាហារបាទអញ្ចឹងបញ្ហាអតុល្យភាពជាមួយអាហារដូចជាយើងអាឡែហ្ស៊ីមួយអាហារខ្លះដូចជាខ្ទិះដូងឬក៏ទឹកដោះគោបាទអាចឲ្យយើងមានបញ្ហាកោពស់ផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតទៅនឹងមូលហេតុដែលបណ្ដាលកោពស់ទី4គឺតកតទៅនឹងការបង្ករោគនៅក្នុងផ្លូវរំលាយអាហារបាទអញ្ចឹងការបង្ករោគនៅផ្លូវរំលាយអាហារហ្នឹងអាចធ្វើឲ្យមានសម្លេងកោពស់កើតមានឡើងផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងមូលហេតុដែលបណ្ដាលឲ្យកោពស់ទី5គឺតកតងនឹងជំងឺសឺលយៈរបស់ពោះវៀនបាទយើងដឹងថាសឺលយៈគឺជាបណ្ដុំប្រព័ន្ធប្រសាទមួយដែលតកតងនឹងការគ្រប់គ្រងចលនារបស់ពោះវៀនហ្នឹងអញ្ចឹងនៅពេលដែលមានជំងឺនឹងកើតឡើងអាចធ្វើមានការកោពស់កើតមានឡើងផងដែរយើងមើលតទៅទៀតតកតងនឹងមូលហេតុដែលបណ្ដាលកោពស់ទី6គឺតកតងជំងឺ IBS បាទគឺ Irritable Bowel Syndrome បាទអញ្ចឹងតកតងនឹងជំងឺរលាកហើមពោះវៀនហ្នឹងអាចធ្វើឲ្យយើងមានបញ្ហាកោពស់កើតមានឡើងផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងនឹងមូលហេតុដែលបណ្ដាលកោពស់ទី7គឺតកតងជំងឺស្ទះពោះវៀនបាទអញ្ចឹងបញ្ហាជំងឺស្ទះពោះវៀនហ្នឹងក៏អាចធ្វើឲ្យមានអាការៈកោពស់កើតមានឡើងផងដែរយើងមើលបន្តទៅទៀតតកតងនឹងមូលហេតុដែលបណ្ដាលឲ្យកោពស់ទី8គឺតកតងបញ្ហារបៀបរស់នៅបាទអញ្ចឹងបញ្ហារបៀបរស់នៅហ្នឹងគឺយើងចូលចិត្តអ្នកខ្លះចូលចិត្តញ៉ាំបន្លែឆៅច្រើនបាទឬក៏អ្នកខ្លះញ៉ាំអាហារខ្លះដែលវាអាចបង្កើតជាខ្យល់ច្រើនបាទអញ្ចឹងអាចធ្វើឲ្យមានការកោពស់កើតមានឡើងផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងវិធីបំបត្តិការកោពស់តើការកោពស់ហ្នឹងយើងមានវិធីបំបត្តិអ្វីខ្លះអាចបន្ថយបំបត្តិបានបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតអញ្ចឹងយើងមើលវិធីបំបត្តិការកោពស់ទី1គឺកំណត់ការទទួលទានអាហាររបស់អ្នកដែលអាចបង្កើតខ្យល់ពោះវៀនកាន់តែច្រើនអញ្ចឹងយើងត្រូវកំណត់អាហារណាឬក៏ជៀសវាងអាហារណាដែលបង្កើតជាខ្យល់នៅក្នុងពោះវៀនកាន់តែច្រើនអញ្ចឹងបើយើងដឹងហើយយើងគួរតែជៀសវាងបញ្ហាហ្នឹង
យើងមើលបន្តទៅទៀតតកតងវិធីបំបត្តិកូពស់ទី2គឺយើងត្រូវព្យាយាមញ៉ាំអាហារតូចតូចនិងតិចតិចបាទអញ្ចឹងការញ៉ាំអាហារតូចតូចនិងតិចតិចបាទអាចជៀសផុតពីបញ្ហាតកតងនឹងការកូពស់បានល្អប្រសើរផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងនឹងវិធីបំបត្តិកូពស់ទី3គឺយើងត្រូវរក្សាជាតិទឹកឲ្យបានគ្រប់គ្រាន់បាទអញ្ចឹងការរក្សាជាតិទឹកឲ្យបានគ្រប់គ្រាន់នៅក្នុងខ្លួនយើងបាទវាអាចបំបត្តិឬក៏កាត់បន្ថយបញ្ហាកូពស់បានល្អប្រសើរផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើវិធីបំបត្តិការកូពស់ទី4គឺញ៉ាំអាហារនិងទំពារអាហារយឺតបាទអញ្ចឹងការញ៉ាំអាហារឬក៏ទំពារអាហារយឺតក៏ជាវិធីមួយដែលអាចជួយបំបត្តិដល់ការកូពស់បានល្អប្រសើរផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើវិធីបំបត្តិការកូពស់ទី5គឺមិនត្រូវផឹកស្រាក្រៅពីការញ៉ាំបាយធម្មតាបាទអញ្ចឹងមានថាយើងញ៉ាំអាហារហើយញ៉ាំស្រាឬក៏មិនទេយើងញ៉ាំស្រាមិនញ៉ាំបាយអញ្ចឹងបាទអញ្ចឹងវាអាចធ្វើមានបញ្ហាពោះវៀនកាពះកើតឡើងអញ្ចឹងវាអាចធ្វើមានបញ្ហាកូពស់ផងដែរយើងមើលជាបន្តទៅទៀតតើតើវិធីបំបត្តិការកូពស់ទី6គឺយើងត្រូវជៀសវាងអាហារដែលនាំឲ្យមានអតុល្យភាពនៃការញ៉ាំចឹងអាហារដែលមានអតុល្យភាពនៃការញ៉ាំអ្នកខ្លះគឺតកតទៅនឹងខ្ទិះដូងបាទអ្នកខ្លះតកតទៅបន្លែឆៅអ្នកខ្លះតកតទៅនឹងបញ្ហារបស់ដែលមិនស្អាតបាទអញ្ចឹងយើងត្រូវគ្រប់គ្រងឲ្យបាននៅអាហារទាំងអស់ហ្នឹងដែលវាអាចធ្វើមានអតុល្យភាពនៃការញ៉ាំអាហារធ្វើឲ្យមានការកពុះកើតមានឡើងផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតទៅវិធីបំបត្តិការកពុះទី7គឺត្រូវធ្វើចលនាឬក៏ដើរក្រោយពីញ៉ាំអាហាររួចបាទអញ្ចឹងនៅពេលដែលយើងញ៉ាំអាហាររួចយើងអាចធ្វើចលនាឬក៏ដើរជាវិធីមួយដែលអាចកាត់បន្ថយការកពុះបានល្អប្រសើរផងដែរបាទអញ្ចឹងទាំងអស់ហ្នឹងគឺតកតទៅនឹងវិធីសំខាន់តកតទៅនឹងការបំបត្តិនៃការកពុះហ្នឹងប្រសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដល់កន្លែងច្រើនទៀតអាចចូលរួមជាមួយនឹងក្រុម Telegram យើងខ្ញុំគឺព័ត៌មានសុខភាពបាទអាចធ្វើការ scan QR code ទៅដើម្បីចូលទៅក្នុងក្រុមយើងខ្ញុំដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដល់កន្លែងច្រើនទៀតផងដែរប្រសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់មានបញ្ហាសុខភាពផ្សេងៗជាពិសេសគឺតកតងជំងឺផ្ដាប់ទឹកមាត់បាទតកតងជំងឺផ្ដាប់តពូជហើយជាពិសេសតែម្ដងគឺតកតងជំងឺផ្ដាប់រះអាហារនិងតកតងការកោពូហ្នឹងបាទអាចប្រឹក្សាដល់កន្លែងតាមលេខ Telegram 3ខ្សែគឺ092 59 33 50 088 3132 225ហើយនឹង016 58 57 64ផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតក៏ដូចជាវីដេអូព័ត៌មានសុខភាពថ្មីៗនិងវីដេអូនៃការរៀនពេទ្យរបស់សិស្សពេទ្យជាច្រើនបាទអាចចូលទៅក្នុង YouTube Channel វាយពាក្យ CML Health Science Official បាទដោយអក្សរស្រាប់ចុច search ស្វែងទៅពេលហ្នឹងឃើញ logo របស់យើងខ្ញុំហើយចូលទៅក្នុង Channel ចុចពី Subscribe និងរូបកណ្ដឹងបាទចុចពី Subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន Subscribe អញ្ចឹងនៅពេលដែលយើងផុសវីដេអូលើកក្រោយនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបាទចូលរួម Subscribe អ្នកមួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្តទៀតបាទសូមអរគុណ